ចានជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននៅរដ្ឋមាសាជូសេតនៅក្នុងតំបន់ឡូវ៉ាឬក៏ជ្រៃកឺតឬថុកស្បឺរីចាគឺនាងខ្ញុំមានដំណឹងមួយពីហ្វាមនេះប្រាប់បងប្អូនដែលមានឪពុកម្ដាយចាស់ចាស់ដូចនាងខ្ញុំដែលមានទទួលកាត food stamp ចានៅក្នុងហ្វាមនេះគេមានដាំផ្លែឈើបន្លែធម្មជាតិលក់ហើយមានលក់ផ្កាលក់អីដែរបងប្អូនចានិយាយទៅគឺមានលក់ច្រើនហើយនៅក្នុងនោះដែរគេយកកាត food stamp នឹងដែលយើងចាយអស់លុយនឹងទុកតាម$1អីទៅបានហើយបងប្អូនឬមួយក៏ទុកម៉ានសេនក៏បានដែរប៉ុន្តែកុំឲ្យអស់ដល់0ឥឡូវយើងថាយើងទុក$1នៅក្នុងកាតចុះអញ្ចឹងនៅក្នុងម្នាក់គេឲ្យ$40អញ្ចឹងដូច2នាក់អញ្ចឹងមានកាត2អញ្ចឹងវាចូល$80អញ្ចឹងបងប្អូនទុកតាម$1ក្នុងកាតជូនពួកគាត់ហើយអាចនាំពួកគាត់មកទិញបន្លែធម្មជាតិស្រស់ៗបែបនេះបងប្អូនចានាងខ្ញុំនឹងតម្លាក់ទីតាំងនៅខាងក្រោមនេះដើម្បីឲ្យបងប្អូនបានចូលមើលហើយបានជូនឪពុកម្ដាយឬអ៊ំពូមីងឬបងប្អូនណាដែលមានកាត food stamp ហ្នឹងចាជូនទៅទិញនៅ store ហ្នឹងចាគឺនៅជ្រៃកឹតចាអរគុណច្រើនបើគិតថានេះគឺជាដំណឹងមួយដែលគូឲ្យចាប់អារម្មណ៍ហើយចង់ចែកចាយនោះកុំភ្លេច share ផងណា